នៅថ្ងៃទី14ខែមេសាឆ្នាំ1994ស្ថិតនៅក្នុងស្រុកហ៊ីការីខេត្តយ៉ាម៉ាហ្គូជីនៃប្រទេសជប៉ុននៅក្នុងអាផាតមិនមួយកន្លែងគេប្រទះឃើញសាកសពម្ដាយកូនដេកស្លាប់នៅក្នុងផ្ទះរបស់ខ្លួនយ៉ាងគួរឲ្យអាណិតដោយជនដៃដល់បានសម្លាប់ទៅលើស្ត្រីដែលជាម្ដាយហើយរំលោភសាកសពរបស់នាងក្រោយកូនស្ត្រីជនរងគ្រោះអាយុ11ខែយំខ្លាំងពេកជនដៃដល់ក៏បានច្បាច់កសម្លាប់ទាំងកូនទាំងម្ដាយហើយជនដៃដល់រត់គេចខ្លួនប្រហែលថ្ងៃក្រោយមកត្រូវបានប៉ូលីសចាប់ខ្លួនបានជនដៃដល់មានឈ្មោះថាអូតស្គីខាតាយូគីមានអាយុ18ឆ្នាំដែលគេរស់នៅជាមួយសមាជិកគ្រួសារ6នាក់មានដូចជាលោកយាយរបស់គេប៉ាម៉ាក់ចុងនិងប្អូនប្រុសរបស់គេ2នាក់កាលពីអូតស្គីនៅរៀនអនុវិទ្យាល័យម៉ាក់របស់គេបានសម្លាប់ខ្លួនដោយទ្រាំនឹងការប្រើប្រាស់អំពើហិង្សាពីសំណាក់ប្តីរបស់ខ្លួនមិនបានពលគឺក្នុងអំឡុងពេលអូតស្គីនៅក្មេងប៉ារបស់គេតែងតែប្រើប្រាស់អំពើហិង្សាទៅលើគេនិងម៉ាក់របស់គេជាញឹកញាប់តាមការសាកសួរពីសំណាក់ក្រុមគ្រួសាររបស់អូតស្គីបានឲ្យដឹងថាចាប់តាំងពីម៉ាក់របស់គេបានស្លាប់ទៅអូតស្គីមានបញ្ហាស្ទះអារម្មណ៍ក៏ព្រោះតែគេមានអារម្មណ៍ថាបាត់បង់អ្នកជួយទំនុកបម្រុងនិងតែងតែគិតថាខ្លួនខ្វះភាពកក់ក្ដៅពីគ្រួសារក្រោយមកប៉ារបស់អូតស្គីបានរៀបការជាមួយស្ត្រីម្នាក់ទៀតដែលជាជនជាតិបរទេសប៉ុន្តែនៅក្នុងអត្ថបទព័ត៌មានហ្នឹងគេអត់បានបញ្ជាក់ថាជាជនជាតិអ្វីនោះទេមុនថ្ងៃកើតហេតុប្រហែលជា3ខែហ្នឹងម៉ាក់ចុងរបស់អូតស្គីបានបង្កើតកូនផងម្នាក់ក្នុងកំឡុងពេលរៀនថ្នាក់ទី10អូតស្គីចាប់ផ្ដើមមានចំណង់ផ្លូវភេទយ៉ាងខ្លាំងគេតែងតែមើលវីដេអូនិងទស្សនាវដ្តីអាភាសហើយឈានដល់ការសម្រេចកាមដោយខ្លួនឯងជាញឹកញាប់ផងដែរនៅពេលជួបជុំជាមួយមិត្តភ័ក្តិពួកគេចូលចិត្តនិយាយរឿងលើខែដែលធ្វើឲ្យចំណង់ផ្លូវភេទរបស់ពួកគេនឹងកាន់តែមានខ្លាំងឡើងអូតស្គីកាន់តែមានចិត្តចង់រួមភេទឲ្យបានឆាប់បន្ទាប់ពីបញ្ចប់ថ្នាក់ទី12អូតស្គីបានចូលធ្វើការនៅក្នុងក្រុមហ៊ុនរៀបចំប្រព័ន្ធទឹកនៅថ្ងៃទី1ខែមេសាឆ្នាំ1999ដែលក្រុមហ៊ុននឹងស្ថិតនៅក្នុងស្រុកកំណើតរបស់គេដំបូងឡើយដើម្បីរៀនសូត្រពីការងារអូតស្គីតែងតែដើរតាមសិស្សច្បងរបស់ខ្លួនលុះចូលធ្វើការបានប្រហែលជា13ថ្ងៃអូតស្គីលែងទៅធ្វើការហើយបានលួចទៅលេងហ្គេមនៅផ្ទះមិត្តភ័ក្តិរបស់គេឬក៏ទៅកន្លែងលេងហ្គេមផ្សេងទៀតប៉ុន្តែដោយខ្លាចអ្នកផ្ទះរបស់គេដឹងនៅម៉ោង7ព្រឹកអូតស្គីតែងតែលាកពាក់ឯកសណ្ឋានរបស់ក្រុមហ៊ុនហើយធ្វើជាចេញទៅធ្វើការជាធម្មតាប៉ុន្តែនៅពេលដែលចេញផុតពីផ្ទះអូតស្គីមិនបានទៅដល់ក្រុមហ៊ុននោះទេគឺគេលួចទៅលេងហ្គេមនៅផ្ទះមិត្តភ័ក្តិរបស់គេទៅវិញដើម្បីកុំឲ្យមានការសង្ស័យនៅពេលសម្រាប់បាយថ្ងៃត្រង់ហ្នឹងអូតស្គីធ្វើជាទៅញ៉ាំបាយនៅផ្ទះជាធម្មតាហើយក៏ត្រឡប់ទៅធ្វើការវិញឃើញបែបនេះអ្នកផ្ទះរបស់អូតស្គីមិនមាននរណាម្នាក់មានការសង្ស័យទៅលើគេនោះទេនៅអាសៀលថ្ងៃទី14ខែមេសាឆ្នាំ1999ដែលជាថ្ងៃកើតហេតុដោយទ្រាំនឹងចំណងផ្លូវភេទរបស់ខ្លួនលែងបានអូតស្គីបានគិតថានឹងសម្រេចចំណងគេឲ្យបានបើទោះបីជាត្រូវចាប់មិនលោភក៏ដោយគោលដៅរបស់គេគឺស្ត្រីដែលមានប្តីហើយមានសម្រស់ស្អាតបន្ទាប់មកអូតស្គីបានស្វែងរកគោលដៅរបស់គេរហូតទៅដល់ទីតាំងផ្ទះរបស់ស្ត្រីរងគ្រោះដែលមានចម្ងាយពីផ្ទះគេប្រហែលជា200ម៉ែត្រតែប៉ុណ្ណោះដោយខ្លាចមានការហើបបំរាស់ពីសំណាក់ជនរងគ្រោះអូតស្គីក៏បានយកខ្សែនិងស្គុតទៅតាមខ្លួនផងដែរអូតស្គីបានបន្លំខ្លួនធ្វើជាអ្នកទូតពិនិត្យប្រព័ន្ធទយោទឹកហើយក៏បានដើរចុចកណ្ដឹងគោផ្ទះដើម្បីស្វែងរកអ្នកណាដែលនៅផ្ទះតែម្នាក់ឯងដោយមិនមាននរណាម្នាក់មានការសង្ស័យទៅលើខ្លួនអូតស្គីបានគិតថាផែនការរបស់គេប្រកាសជាបានសម្រេចជាមិនខានលុះម៉ោងប្រហែល2:20នាទីអូតស្គីបានចូលទៅដល់ក្នុងផ្ទះស្ត្រីរងគ្រោះបានសម្រេចស្ត្រីដែលជាជនរងគ្រោះនឹងនាងទើបតែមានអាយុ23ឆ្នាំតែប៉ុណ្ណោះហើយក៏មានសម្រស់ស្អាតផងដែរក្រោយឃើញជនរងគ្រោះព្រាមអូតស្គីទប់អារម្មណ៍ខ្លួនឯងសឹងតែមិនបានគេក៏ធ្វើជាទៅត្រួតពិនិត្យប្រព័ន្ធទឹកនៅក្នុងបន្ទប់ទឹកបដានិងស្វែងរកឱកាសល្អដើម្បីធ្វើសកម្មភាពទៅលើជនរងគ្រោះក្រោយឃើញឱកាសល្អនៅម៉ោងប្រហែលជា2កន្លះអូតស្គីបានទៅអោបស្ត្រីរងគ្រោះពីក្រោយហើយបានផ្ដួលនាងទៅលើការ៉ូហើយឡើងជិះពីលើដោយមានការស្រែកនិងរើបំរាស់ពីស្ត្រីរងគ្រោះខ្លាំងពេកអូតស្គីក៏បានច្បាច់កនាងរហូតដល់បាត់បង់ជីវិតបើទោះបីជាយ៉ាងណាក៏ដោយអូតស្គីនៅតែបន្តសកម្មភាពរំលោភទៅលើសាកសពរបស់ស្ត្រីរងគ្រោះរហូតបានសម្រេចនៅម៉ោងប្រហែលជា3កូនស្រីរបស់ស្ត្រីរងគ្រោះដែលទើបតែមានអាយុ11ខែបានស្រែកយំយ៉ាងខ្លាំងដោយខ្លាចបែកការអូតស្គីក៏បានយកខ្សែដែលខ្លួនបានរៀបចំទុកជាមុននឹងទៅហិតកក្មេងនឹងរហូតដល់ស្លាប់ហើយអូតស្គីបានយកសាកសពកូនរបស់ស្ត្រីរងគ្រោះទៅលាក់ទុកនៅក្នុងទូកៅអៅហើយយកសាកសពរបស់ស្ត្រីរងគ្រោះនឹងទៅលាក់នៅខាងខោមជណ្ដើរក្រោយមកអូតស្គីបានសម្អាតកន្លែងកើតហេតុកុំឲ្យមានជាប់ស្នាមប្រយោលដៃរបស់ខ្លួនដើម្បីបំបត្តិផុសតាងបន្ទាប់ពីសម្អាតកន្លែងកើតហេតុហើយនោះអូតស្គីបានយកលុយនិងរបស់របរមានតម្លៃផ្សេងទៀតរបស់ជនរងគ្រោះដែលសរុបជាលុយប្រហែលជា23,000 យេនហើយក៏បានហត់គេចខ្លួនបាត់នៅល្ងាចថ្ងៃដដែលនឹងប្តីរបស់ស្ត្រីរងគ្រោះក៏បានត្រឡប់ទៅដល់ផ្ទះវិញហើយក៏បានឃើញប្រពន្ធរបស់ខ្លួនដេកស្លាប់នៅខាងខោមកម្មជណ្ដើរនឹងភ្លាមនឹង
នឹងគាត់មានការតក់ស្លុតយ៉ាងខ្លាំងបន្ទាប់ពីបានសម្រួលអារម្មណ៍បានខ្លះៗប្តីរបស់ស្ត្រីរងគ្រោះនឹងក៏បានទេទៅប្តឹងប៉ូលីសនិងរៀបរាប់អំពីហេតុការណ៍ដែលខ្លួនបានជួបក្រោយក្រុមប៉ូលីសបានទៅដល់ទីតាំងកើតហេតុក៏បានហុកហោកឃើញសាកសពក្មេងស្រីដែលជាកូនរបស់ជនរងគ្រោះនឹងនៅក្នុងទូកៅអៅបន្ថែមទៀតក្រុមប៉ូលីសរបស់ខេត្តយ៉ាម៉ាហ្គូឈីបានបើកការស៊ើបអង្កេតក្រោយថ្ងៃកើតហេតុបានត្រឹមតែ4ថ្ងៃនៅថ្ងៃទី18ខែមេសាឆ្នាំ1999ក៏កំណត់មុខសញ្ញាបាននឹងឈានដល់ការចាប់ខ្លួនអូស្គីពីបទសម្លាប់មនុស្សនៅពេលសួរចម្លើយអូស្គីបានសារភាពកំហុសនិងបានរៀបរាប់អំពីដំណើររឿងគ្រប់យ៉ាងហើយក៏បានសុំទោសទៅកាន់ក្រុមគ្រួសាររបស់ជនរងគ្រោះថែមទៀតផងបើទោះបីជាមានមេធាវីការពីក្តីដើម្បីទទួលបានការសម្រាលទោសយ៉ាងណាក៏ដោយក្រោយការកាត់ក្តីជាច្រើនដងអូស្គីត្រូវបានកាត់ទោសប្រហារជីវិតបច្ចុប្បន្នអូស្គីត្រូវបានឃុំខ្លួនរងចាំថ្ងៃប្រហារជីវិតតាមរយៈសាច់រឿងនេះបានបង្ហាញយើងទី1កុំព្រោះតែអារម្មណ៍របស់អ្នកមកពេលហើយទៅបំផ្លាញក្រុមគ្រួសាររបស់អ្នកដទៃដែលគេកំពុងរស់នៅយ៉ាងមានក្តីសុខ2ប្រយ័ត្នចំពោះមនុស្សមិនស្គាល់មុខកុំឲ្យចូលក្នុងផ្ទះជាដាច់ខាតជាពិសេសស្រីៗដែលរស់នៅតែម្នាក់ឯងអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះរឿងក្តីមួយនេះវីដេអូយើងចប់ត្រឹមហ្នឹងជួបគ្នាវីដេអូក្រោយ